សួស្តីបងប្អូនថ្ងៃនេះខ្ញុំមានរបស់ខ្លះចង់មកបង្ហាញជូនបងប្អូនទស្សនាបាទដែលគឺ unbox Summaries item អានេះគឺជាប្រដាប់ចាប់រុយរបស់បងប្អូនធ្លាប់តែឃើញប្រដាប់ចាប់រុយដូចជាអាប្រអប់ខ្មៅតូចៗហ្នឹងស្រាប់តែចងដាក់ពីយូរមកប៉ុន្តែលើកនេះខ្ញុំបង្ហាញបងប្អូនពីរបៀបចាប់រុយមួយដែលវាមើលទៅឃើញស្អាតហើយមិន pure នៃដំណើរដោយអាមួយខ្មៅនេះទេបងប្អូនអាមួយបត់ខ្មៅនេះយើងទាញវាមកយើងបរហូតវានេះដូចចេះណាបងប្អូននេះយើងទាញវា pure វាឲ្យទាញវាសយងចុះមកចឹងទៅរុយហើយទៅវាស្អិតជាប់រុយមែនប៉ុន្តែវាមើលទៅតែងតាយអត់ល្អមើលឲ្យរុយជាប់នៅនឹងទៅដូច nasty ដូច discussion បងប្អូនបាទអញ្ចឹងខ្ញុំនឹងណែនាំបងប្អូនមកប្រើរបស់នេះមួយបាទរបស់នេះគឺស្អាតហើយអត់មាន pure នៃណោទេយើងដោតទៅនឹងជាងយើងចឹងទៅគឺវា collect វាចាប់រុយនឹងបានជារៀងរហូតបាទហើយអត់មានឃើញញ៉ៃដូចចេះបងប្អូនមើលអាមួយនេះមើល pure នៃណោចឹងរុយជាប់មែនប៉ុន្តែវាអត់ល្អមើលបងប្អូនតែអានេះគឺថាវា seal ចិត្តយើងមើលទៅអត់ឃើញអត់មានឃើញរុយទោះបីមានភ្ញៀវមានអីមកលេងក៏យើងមើលគេមើលមកក៏វាឃើញស្អាតបាទតែបាទដាក់នឹងជាងហើយរបស់នេះផងដែរខ្ញុំទិញនៅឡូនេះតម្លៃវា$19ណាង age something like that so ជិត$20មួយបាទនៅកន្លែងហ្នឹងគឺថាពីមុនខ្ញុំអត់ធ្លាប់តែប្រើអា pure នៃកណ្ដោណាដល់ពេលនេះទៅមើលទៅវាអត់ស្អាតចឹងក៏ទៅឃើញរបស់ហ្នឹងមកក៏មកប្រាប់ manager ទៅគេអូខេឲ្យហើយឡើយនេះក៏ខ្ញុំចាប់តាមប្រើរបស់នេះដែរបងប្អូនខ្ញុំគិតថាវាល្អវាស្អាតហើយដាក់ទៅវាមានអីញ៉ៃៗទិញតងអីចឹងក៏ខ្ញុំគិតថានឹងទិញរបស់នេះប្រើនៅផ្ទះរបស់ខ្ញុំដែរហើយសូមបញ្ជាក់ផងដែរបងប្អូនមិនមែនថាខ្ញុំផ្សាយលក់ពាណិជ្ជកម្មទេណាមិនមែនផ្សាយលក់របស់ទេបងប្អូនគាត់តែចែករំលែកឲ្យបងប្អូនបានជ្រាបតែប៉ុណ្្នឹងឯងបាទកុំគិតថាខ្ញុំនឹងផ្សាយលក់របស់បាទមិនមែនទេហើយហ្នឹងហើយបងប្អូនអានេះវាជាស្រួលសម្រាប់បងប្អូនបាទសូមបងប្អូនជួយតាមដានបន្តទៀតបាទសូមអរគុណជម្រាបលាបាទខ្ញុំដោតឲ្យបងប្អូនមើលថាវាមានគុណភាពយ៉ាងម៉េចនេះវាមានពន្លឺភ្លើងអញ្ចឹងណាបងប្អូនហើយរុយមកជាប់ទាំងអស់ហ្នឹងមិនសັດ